ยังไม่ถ่ายใบกองấy nè hả mấy thế chăm ơi mã vô một tô chun tới sả món tớiยังไม่ដឹងខ្ញុំជំរាបបងតាមត្រង់ទៅតាំងពីប្តីខ្ញុំគាត់គ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់ទៅហើយពួកខ្ញុំក៏ខ្វះខាតខ្ញុំក៏សម្រេចចិត្តលក់ម៉ូតូដែលគាត់ធ្លាប់រត់ដប់ហ្នឹងទៅអើខ្ញុំសុំទោសផងដែលបានដឹងរឿងហ្នឹងព្រោះចោះជីវភាពសពថ្ងៃនេះយ៉ាងម៉េចដែរដូចបងបានឃើញស្រាប់ហើយក្រៅពីធ្វើស្រែខ្ញុំពឹងពាក់លើតំណាំបន្លែបន្តិចតួចនឹងឯងហើយទៅថ្ងៃមុខទៀតខ្ញុំមិនដឹងថាទៅជាយ៉ាងណាណាមួយពោះមួយថ្ងៃទៅមួយថ្ងៃវាចេះតែធំទៀតកុំអស់សង្ឃឹមអីខំប្រឹងតស៊ូទៅហើយបើមានការអីឲ្យបងជួយបានបងនឹងជួយកុំលាក់ទុកក្នុងចិត្តអីណាយើងជាអ្នកចិត្តខាងគ្នាទេវត្តជិះម៉ូតូទៅសាលាមួយអ៊ំទៅថ្ងៃមកវិរៀនចាំយកកង់ទៅប៉ះបើមិនអញ្ចឹងទេជិះទៅរៀនអត់តាន់ទេអរគុណឯបងអូយនឹងថាអធំចូលអង្គុយលេងសិនណាអូនបងអរគុណពួកអញឯងដែលខំមកលេងបងចុះម៉ែក៏សុខសប្បាយដែរអូនម៉ែក៏មិនអីទេគាត់តែប៉ុណ្្នឹងឯងជំងឺចាស់តែពួកខ្ញុំចង់មកនិយាយជាមួយបងដោះស្រាយគ្នាឲ្យហើយតាន់ម៉ែគាត់នៅមានដង្ហើមដោះស្រាយរឿងអីទៅយ៉ាងថនគឺរឿងដីស្រែនៅលេខភូមិដែលម៉ែគាត់ចែកទៅឲ្យបងថនហើយនឹងបងឯងធ្វើស្រូវហ្នឹងដីស្រែហ្នឹងយ៉ាងម៉េចចន្ទថាដីស្រែហ្នឹងគឺជាដីគេរបស់ពុកខ្ញុំហើយម៉ែខ្ញុំចែកទៅឲ្យបងថនធ្វើស្រែឥឡូវបងថនគាត់ស្លាប់បាត់ទៅហើយអញ្ចឹងដីហ្នឹងត្រូវធ្លាក់មកលើបងចន្ទថនដែលជាកូនប្រុសបន្ទាប់ពួកឯងកំពុងនិយាយអីហ្នឹងបងអត់យល់ទេអ្វីបើបងថនគាត់ស្លាប់ក៏ពិតមែនតែបងហើយនឹងកូនណារស់នៅសប្តាហ៍ថ្ងៃគឺពឹងផ្អែកទៅលើដីស្រែម្ដុំនឹងឯងសូមពួកឯងយល់ពីបងហើយនឹងក្មួយផងបងសាក់គិតមើលម្ដងទៀតទៅមើលបងនៅក្មេងមិនម៉ែស្រស់ស្អាតអញ្ចឹងវាមិនលេងអីមិននឹងមានបរោះចិត្តថមករោកទេហើយដល់ពេលហ្នឹងដីគេរបស់ពុកខ្ញុំវាមិនខ្លាចជាដីគេរបស់អ្នកដតីដែលគ្មានសាច់ឈាមទៅហើយទេតែស្គាល់ស្អីតាចន្ទថាទៅវិញជំរាបសិនហើយថ្ងៃក្រោយខ្ញុំមកយកប្លង់ដីក្រមរដ្ឋបវេនីនៃព្រះរាជាណាចក្រកម្ពុជាសន្តតិជនត្រូវទទួលបន្តនូវសិទ្ធិនិងករណីយកិច្ចទាំងអស់ដែលស្ថិតនៅក្រោមទ្រព្យសម្បត្តិរបស់មតកជនចាប់ពីពេលដែលចាប់ផ្ដើមសន្តតិកម្មមាត្រា1156នៃក្រមរដ្ឋបវេនីចែងថាសន្តតិជនដែលមានលំដាប់ទី1 1កូនរបស់មតកជនត្រូវក្លាយជាសន្តតិជនដែលមានលំដាប់ទី1 2កូនរបស់មតកជនទោះបីជាកូនបង្កើតក្តីឬកូនសុំក្តីត្រូវមានចំណែកមរតកស្មើគ្នាចុះឥឡូវនឹងពោះឯងនឹងប្រហែលខែហើយចា6ខែមីងហើយមើលខំថែខ្លួនឲ្យបានល្អកុំទុកស្តោកច្រើនពេកសង្ខារមនុស្សវាមិនទៀងអញ្ចឹងហើយរឿងប្តីខ្ញុំស្លាប់ទៅខ្ញុំកាត់ចិត្តបានខ្លះហើយតែរឿងមួយទៀតដែលខ្ញុំកំពុងតែព្រួយចិត្តនេះឯងមានរឿងអីនេះបាននិយាយប្រាប់គាត់តើគាត់ជួយខ្ញុំឬក៏ជួយក្មួយបង្កើតរបស់គាត់តើគួរប្រាប់គាត់ឬអត់ណោះនេះមានរឿងអីប្រាប់មីងមកខៃមីងអាចដោះស្រាយបានណាអូអត់មានរឿងអីទេមីងអត់មានរឿងអីធំដុំទេឯងនៅតែគិតថាមីងជាអ្នកដតីអ្វីបើឯងជាក្មួយភាសាហើយអាថនប្តីឯងក៏បានស្លាប់ក៏ដោយមីងនៅតែគិតថាឯងជាសាច់ជាឈាមដដែលហ្នឹងហើយបើមានរឿងអីកុំលាក់ទុកក្នុងចិត្តនិយាយប្រាប់គ្នាអស់មកមានរឿងអីចាមីងម្សិលមិញហ្នឹងចន្ទថនហ្នឹងចន្ទថាគេមកផ្ទះខ្ញុំហើយគេសុំមកខ្ញុំបកគលដីដែលម៉ែក្មេកខ្ញុំហ្នឹងចែកឲ្យប្តីខ្ញុំទៅឲ្យចន្ទថនវិញព្រោះគេថាបើបងថនគាត់ស្លាប់ហើយដីហ្នឹងត្រូវធ្លាក់មកលើចន្ទថនដែលជាកូនប្រុសបន្ទាប់ហ្នឹងមីងពួកវាយល់ច្រឡំហើយមានច្បាប់ឯណាគេចែកមកអញ្ចឹងនោះរួចចុះកាលដែលម៉ែក្មេកឯងចែកដីឲ្យប្តីឯងនោះឯងមានលិខិតស្នាមអីត្រឹមត្រូវហ៎ចាមីងខ្ញុំមានលិខិតស្នាមទាំងអស់ហ្នឹងហើយរួចចុះឯងគិតយ៉ាងម៉េចខ្ញុំមិនចង់មានរឿងឯងមីងតែបើខ្ញុំបកគលដីនោះឲ្យចន្ទថនណាតើខ្ញុំមានដីស្រែណាដើម្បីធ្វើស្រែចម្ការចិញ្ចឹមកូននោះផ្ទុយទៅវិញបើសិនជាខ្ញុំមិនឲ្យ
ខ្ញុំខ្លាចពួកគេមកធ្វើបាបខ្ញុំនឹងកូនណាមីង បានហើយកុំគិតច្រើនពេកបើតាមីងដឹងបើឯងមានលក្ខខណ្ឌស្នាមត្រឹមត្រូវអីនោះมันអាចអ្នកណាមកទៀមទាយកវាឯងវិញបានទេកុំថាឡើយបងអូនថ្លៃឯងសូម្បីតែម្ដាយក្មេកឯងក៏យកមិនបានដែរណាស់ហើយចាំមីងទៅជួយបញ្យល់ពួកវាកុំឲ្យវាធ្វើរឿងអីផ្ដេសផ្ដាសអញ្ចឹង អូមីងខ្ញុំអរគុណណាមីងហើយខ្ញុំសុំទោសផងដែលឲ្យមីងរវល់ដោយសារខ្ញុំមក បានហើយកុំគួរសមច្រើនពេកមើលថែខ្លួនឲ្យបានល្អហើយធ្វើការប្រយ័ត្នប្រយែងកូនក្នុងពោះផងណាម៉ែនៅផ្ទះអត់ណា មកមីងជួយអង្គុយលេងសិន ហើយយ៉ាងម៉េចហើយម៉ែឯងសុខសប្បាយហ៎ គាត់រៀងគ្រាន់បើប្រហែលថ្ងៃនេះហើយគាត់ទៅបនគេនៅចុងភូមិឯណោះមីង ជួយសាទឹក ហើយល្ងាចបានគាត់មកវិញមីងហៅគាត់មានការអី អូមីងគ្រាន់តែចង់មកសួរសុខទុក្ខគាត់ហ្នឹងណាហើយពួកឯងនេះមានដៃទៅសួរសុខទុក្ខបងថ្លៃនឹងក្មួយឯងហ៎ណែអាសាទៅអើតគ្នាខ្លះផងព្រោះប្តីគ្នាទៅមិនស្លាប់ហើយណាមួយមានពោះមានពងទៀត មិនទៅទេមីងហើយមីងកុំទៅយកចិត្តយកថ្លើមអីគាត់ពេកមីងមិនម៉ាយក្តៅស្រួយអញ្ចឹងខ្ញុំថាយ៉ាងច្រើនឆ្នាំក្រោយមានគេចូលចាយជើទៀតទេ ចិនថាឯងប្រាប់មីងពីរឿងដែលយើងទៅនិយាយមួយបងនៀតនោះ រឿងអីទៅចាត់ថា អូគឺរឿងដីគេពុកដែលម៉ែចាយទៅឲ្យខ្មោចបងថនហ្នឹងខ្ញុំហើយនៅបងថនបានតែទាតែបងនៀតគាត់មកឲ្យទេណាមីងខ្ញុំចង់ឲ្យមីងទៅជួយទាដីនឹងផងតែខំដីគេពីដូនតាយើងមកខ្លាចដីគេបោះអ្នកដតីមិនខានទេ មីងមកនេះក៏ចង់ដឹងពីរឿងនឹងដែរតែឥឡូវមីងយល់ច្បាស់ហើយ មែនទេមីងដីនេះវាត្រូវតែជាដីរបស់ខ្ញុំមិនថាអញ្ចឹងអី តែពួកឯងណាស្ដាប់មីងណាមិនអាចធ្វើអីផ្ដេសផ្ដាសបានទេ មីងខ្ញុំគិតថាស្អែកយើងនាំគ្នាទៅទាដីនោះទាំងអស់គ្នាបើទាគាត់មិនឲ្យទេយើងទាំងអស់គ្នានាំគ្នាគម្រាមគាត់ដេញចេញពីផ្ទះតែម្ដងព្រោះថាផ្ទះនោះគឺជាផ្ទះបងបងថនតាមិនថាអញ្ចឹងឯងមីង មិនបានទេស្ដាប់មីងឯងមិនអាចធ្វើអញ្ចឹងកើតទេវាខុសនឹងច្បាប់ណា ខុសច្បាប់អីទៅមីង ណែទី1គឺដីនោះម្ដាយឯងបានចែកឲ្យបងឯងហើយណាទី2ការដែលឯងទៅគម្រាមយករបស់អ្នកដតីនោះវាជារឿងបំពាននឹងច្បាប់ បើមិនប្រើធေါ်ក្តៅអញ្ចឹងធ្វើមិនយើងទាដីនោះបានមកវិញមីង ណែទោះជាយ៉ាងណាក៏ពួកឯងមិនអាចប្រើអំពើគម្រាមនោះបានដែរពួកឯងត្រូវគិតឲ្យបានស្រួលបួលណា ខ្ញុំគិតរួចហើយស្អែកទោះបីមីងមិនជួយខ្ញុំក៏ដោយខ្ញុំនឹងចន្ទថាទៅគម្រាមយកដីនោះតតែបានមកវិញហ្នឹង មីងថាមិនបានគឺមិនបានហើយពួកឯងស្ដាប់មីង បើមិនជួយជោគជួយចាយទេកុំយកជើងរាទឹកបើមីងមិនជួយខ្ញុំទេស្អែកខ្ញុំនឹងចាត់ការដោយខ្លួនឯង ណែ បានហើយមីងជួយទៅផ្ទះវិញចុះ យោងតាមក្រមរដ្ឋបវេនីមាត្រា1161សន្តតិកម្មរបស់សហព័ន្ធ 1. សហព័ន្ធរបស់មគ្គកជនត្រូវក្លាយជាសន្តតិជនជានិច្ច 2. នៅក្នុងករណីដែលសហព័ន្ធរបស់មគ្គកជនត្រូវក្លាយជាសន្តតិជនបើមានបុគ្គលផ្សេងទៀតក្រៅពីសហព័ន្ធត្រូវជាសន្តតិជនដែរដោយយោងតាមបញ្ញត្តិនៃផ្នែកទី1ខាងលើនេះសហព័ន្ធនោះត្រូវមានលំដាប់ស្មើគ្នានឹងបុគ្គលនោះ